សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាគឺជាប្រធានសន្និសីទនេះដោយមានការចូលរួមពីប្រធានសភាតំណាងសភាមកពីប្រទេសជិត20និងអង្គការអន្តរជាតិជាច្រើនទៀតគោលបំណងសំខាន់គឺដើម្បីស្ដារទំនុកចិត្តលើកម្ពុជាសន្តិភាពជំរុញវប្បធម៌សន្តិនិកនិងពង្រឹងពហុភាគីនិយមដោយផ្អែកលើការគោរពច្បាប់អន្តរជាតិនិងយកប្រជាជនជាស្នូលសន្និសីទនេះនឹងប្រព្រឹត្តទៅរយៈពេល3ថ្ងៃក្រោមមូលបត្រសាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួមពង្រឹងច្បាប់អន្តរជាតិនិងការដោះស្រាយជម្លោះដោយសន្តិវិធីការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗបែបនេះនៅលើទឹកដីនៃប្រជាណាចក្រកម្ពុជាបានបញ្ជាក់ពីទំនុកចិត្តរបស់សហគមន៍អន្តរជាតិនិងតំបន់មកលើសុខសន្តិភាពនៅកម្ពុជាក៏ដូចជាបញ្ជាក់ពីសមត្ថភាពនិងទូនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិនៅខែវិច្ឆិកាខាងមុខនេះកម្ពុជាក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល Francophonie លើកទី20ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនិងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា